នៅកុំមួយវាអត់សូវមានជីហើយអត់មានកន្លែងដែលឲ្យរឹសនៅចន្លោះកុំមួយវាទាបចន្លោះពីកុំមួយទៅកុំមួយវាទំនាបចឹងវាកតាធ្វើឲ្យមែកវាអត់សូវចេញខាងដែរដោយសារវារឹសវាអត់មានកន្លែងនៅក្រូចពោធិ៍សាត់ចេញមែកចេះច្រើនដើមនេះទូចមែកនៅកដាលនេះងាប់